ចាជាដំបូងនេះខ្ញុំដាក៏សូមមកកាយជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាដែលកំពុងធ្វើការតាមដានស្ដាប់ពី Channel YouTube របស់នាងខ្ញុំបងដែរចាថ្ងៃនេះគឺជាថ្ងៃទី10ខែសីហាឆ្នាំ2017បងដែរចាថ្ងៃនេះនេះខ្ញុំនឹងលើកអំពីបញ្ហាហោរាសាស្ត្រឬក៏ជាផ្លូវជីវិតរបស់លោកអ្នកទាំងឆ្នាំទាំង4នេះបងដែរចាចង់ដឹងថាតើផ្លូវជីវិតរបស់ឆ្នាំទាំង4នេះតកតងនឹងអ្វីខ្លះហើយតើដួងចិត្តរបស់លោកអ្នកនឹងធ្វើអ្វីខ្លះដែលមានកើតឡើងនៅក្នុងជីវិតរបស់លោកអ្នកជាប្រចាំថ្ងៃឬក៏សប្តាហ៍នេះផងដែរចា៎តោះឥឡូវនេះយើងនឹងមករីទីទស្សនាជាមួយនឹងផ្លូវជីវិតទាំងអស់ឆ្នាំទាំង4នេះតើតកតងនឹងអ្វីខ្លះតើឆ្នាំទាំង4នេះនឹងមានអ្វីកើតឡើងរបស់ផ្លូវជីវិតរបស់អ្នកទាំង4នេះផងដែរចា៎ឥឡូវនេះកុំឲ្យខាតពេលយូរយើងនឹងធ្វើការផ្សាយបន្តផ្ទាល់ពី Channel YouTube ខ្មែរ MC ផងដែរចា៎តោះឥឡូវនេះយើងទៅរីទីទស្សនាទាំងអស់គ្នាផងដែរតែចង់ដឹងអន់តើឥឡូវនេះកុំឲ្យខាតពេលយូរតើខ្ញុំសូមជម្រាបជូនពុកម៉ែបងប្អូនតាក់ទងទៅនឹងហោរាសាស្ត្រក៏ដូចជាការទូទាយឆ្នាំមួយចំនួនផងដែរបាទវ៉ាវផ្លូវជីវិតរបស់អ្នកដែលកើតនៅឆ្នាំទាំង4នេះអីក៏រលូនម្លេះអញ្ចឹងសូមពុកម៉ែបងប្អូនតាមដានជាមួយខ្ញុំបានថាតើនឹងមានរឿងរ៉ាវអ្វីខ្លះកើតឡើងចំពោះឆ្នាំទាំង4របស់ឆ្នាំពុកម៉ែបងប្អូនបាទអូខេអញ្ចឹងយើងសូមតាមដានជាមួយខ្ញុំបាទពិតជាពិសេសអស្ចារ្យមែនទែនសម្រាប់អ្នកដែលកើតនៅឆ្នាំទាំង4ខាងក្រោមនេះព្រោះទេវតាបានចារមកហើយថាអ្នកគឺជាមនុស្សដែលមានសំណាងបំផុតដែលមានដំណើរជីវិតរលូនជាងគេក្នុងចំណោមឆ្នាំទាំង12បាទជាទី1ចំពោះបុគ្គលដែលកើតនៅឆ្នាំវកឆ្នាំវកជីវិតរបស់អស់លោកអ្នកមានពលឺត្រចះត្រចង់តែម្ដងហើយជាពិសេសនោះគឺរលូនរាល់កិច្ចការងារទាំងអស់ថែមទៀតផងប៉ុន្តែទេវតាបានចារមកហើយថាជីវិតរបស់អស់លោកអ្នកគ្មានអ្វីដែលជាឧបសគ្គធំដុំនោះឡើយជាពិសេសនោះគឺនៅឆ្នាំក្រោយនេះរាល់ការបង្កប់កិច្ចការងារផ្សេងៗតែងតែទទួលបានជោគជ័យសពគ្រប់បែបយ៉ាងតែម្ដងផងដែរបាទចំពោះឆ្នាំវកចាសូមបន្តមកទៀតចំពោះអ្នកដែលកើតនៅឆ្នាំចវិញម្ដងឆ្នាំចអ្នកពិតជាមានភ័ព្វសំណាងធំមែនព្រោះទេវតាបានចារមកហើយថាជីវិតរបស់អស់លោកអ្នកនឹងមានដំណើរយ៉ាងរលូនសឹងតែគ្មានឧបសគ្គអ្វីសោះឡើយជាពិសេសនោះគឺនៅឆ្នាំក្រោយនេះតែម្ដងពិតណាស់បំណងប្រាថ្នារបស់អ្នកនៅថ្ងៃអនាគតប្រកាសជាសម្រេចបានជោគជ័យពិតមែនព្រោះអ្នកគឺជាមនុស្សដែលសំណាងធំជាងគេបំផុតអូខេបាទយ៉ាងអូខេយើងសូមបន្តមកទៀតចូលអស់លោកអ្នកដែលកើតនៅឆ្នាំខាលគឺមកកើតមកបានគឺនាំលៀបនាំសំណាងមហាសាលតាមតែខ្លួនតែម្ដងហើយជាពិសេសនោះគឺទេវតាបានចារមកហើយថាដំណើរជីវិតរបស់អស់លោកអ្នកនឹងរលូនហើយអភិវឌ្ឍទៅមុខយ៉ាងលឿនថែមទៀតផងមិនតែប៉ុណ្ណោះជោគជ័យលើការងារច្រើនថែមទៀតផងជាពិសេសនោះគឺនៅឆ្នាំក្រោយនេះតែម្ដងបាទខ្ញុំពិតជាល្អមែនទែនចំពោះឆ្នាំទាំងនេះអូខេយើងសូមបន្តមកទៀតមកអ្នកដែលកើតនៅឆ្នាំមមីឆ្នាំមមីជីវិតរបស់អស់លោកអ្នកគឺពោពេញទៅដោយលាភសំណាងជាច្រើនតែម្ដងជាពិសេសនោះគឺនៅឆ្នាំក្រោយនេះបាទប៉ុន្តែជីវិតរបស់ទេវតាបានកំណត់ហើយថាត្រូវតែខ្ពស់ព្រោះគាត់នឹងតាមថែរក្សាអ្នកឲ្យរាល់ការប្រកបកិច្ចការងាររកស៊ីផ្សេងៗរបស់អ្នកទទួលបានជោគជ័យយ៉ាងរលូនហើយទទួលបាននូវប្រាក់ចំណូលកប់ថែមទៀតផងបាទអូខេអញ្ចឹងនៅឆ្នាំទាំង4នេះពិតជាទទួលបាននូវលាភសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់មែនទែនអញ្ចឹងខ្ញុំសូមជូនពរឲ្យសម្រេចនៅក្តីបំណងទាំងអស់គ្នាផងដែរបាទអញ្ចឹងខ្ញុំសូមអរគុណសូមគោរពលាចាអរគុណចំពោះបងប្អូនដែលទាំងអស់គ្នាដែលធ្វើការតាមដានស្ដាប់ពីកម្មវិធីចារិស័យដួងរិស័យរបស់លោកអ្នកហើយមែនអត់ចានៅថ្ងៃស្អែកនេះនាងខ្ញុំនឹងជួននីតិហោរាសាស្ត្រទាំងអស់គ្នាហើយក៏សូមជួននីតិអ្វីដែលថ្មីតទៅនឹងឆ្នាំរបស់អស់លោកអ្នកផងដែរចាឥឡូវនេះយើងខ្ញុំក៏សូមអរគុណចំពោះបងប្អូនដែលតាមដានពី Channel YouTube របស់នាងខ្ញុំផងដែរដែលធ្វើការផ្សាយបន្តពី Channel YouTube ខ្មែរ MC ផងដែរចាសូមជួយចុច Like ជួយចុច Subscribe ទាំងអស់គ្នាដើម្បីទទួលបានវីដេអូថ្មីពីនាងខ្ញុំផងដែរចាសូមជួយគាំទ្រទាំងអស់គ្នាធ្វើការផ្សាយបន្តផងដែរចាអរគុណឥឡូវនេះកុំឲ្យសូមជូនពរទៅដល់បងប្អូនឲ្យជួបតែសុភមង្គលរកស៊ីមានបានទាំងអស់គ្នាជួបតែហេងចូល
ទាំងក្នុងគ្រួសារនិងធ្វើការនៅក្រៅឲ្យជួបតែសុខសុវត្ថិភាពតាមផ្លូវមិនថាតាណាឬក៏ចិត្តជាទីឆ្ងាយនោះទេតោះឥឡូវនេះអរគុណច្រើនណាស់បងប្អូនពីនេះខ្ញុំដែរណាអរគុណ